សួស្តីពុកម៉ែបងប្អូននេះគឺជាអាងចំចលិនក្រហមរបស់ខ្ញុំបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការដែលយើងថែមចំណីចលិនសម្រាប់អាចគោតែយើងដាក់របៀបម៉េចបងប្អូនសម្រាប់ចលិនក្រហមនេះអាចគោគឺយើងអត់បាច់យកទៅត្រាំទឹកយកទៅហាលយកទៅត្រាំទឹកអីទេជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំកាលពីក្រោយខ្ញុំបោះដាក់តម្ដងគឺវាអាចស៊ីបានបងប្អូនវាអត់ប៉ះពាល់ចលិនទេចលិននេះវាធន់ណាវាទឹកអាចគោហ្នឹងយើងមិនបាច់យកទៅត្រាំទឹកយកទៅហាលយកត្រាំទឹកអីទេនេះគឺអាចគោដែលទៅពីក្រោយមកព្រឹកមិញអានេះគឺវាដែលវាស៊ីសុសហើយបងប្អូននេះនៅពេលដែលវាស៊ីអាចគោហើយវាជក់អាចមកឡើងសុសជាងមាត់ខៃតែម្ដងគេហៅថាផលិតជាជីហើយនេះជាអាចរបស់វាហើយតទៅវាស៊ីអាចគោហើយវាជក់អាចមកវាមាត់ខៃជាងបងប្អូនគេហៅថាជីកំប៉ុងអាចចលេណាអាចគោដែលយើងទៅកាលពីក្រោយមកបោះដាក់អញ្ចឹងវាអត់ទាន់ស៊ីទេអញ្ចឹងអានេះដែលវាចាប់ដើមស៊ីហើយពីថ្ងៃមុនបងប្អូនយើងស្កាយនៅខាងក្រៅឃើញចលេនរកចូលស៊ីនេះចលេនរកចូលស៊ីបងប្អូនអញ្ចឹងសម្រាប់អាចគោដែលយើងដាក់ក្នុងអាងហ្នឹងយើងដាក់តែយ៉ាងយូរមួយអាទិត្យអីស៊ីអស់ហើយស៊ីសុសហើយអាចគោដែលយើងយ៉ាងយូរមួយអាទិត្យអីស៊ីសុសនេះ3 4ថ្ងៃមុនដាក់មកចលេនវាចាប់ដើមរកស៊ីហើយកន្លែងនេះដែលវាស៊ីសុសហើយដែលវាជក់អាចសុសហើយគឺភាព